រឿងកង្កែបក្នុងអណ្ដូងនិងសត្វអណ្ដើកសមុទ្រមានសត្វកង្កែបមួយក្បាលរស់នៅក្នុងអណ្ដូងចាស់មួយវាមានមោទនភាពខ្លាំងណាស់ព្រោះវាគិតថាអណ្ដូងនោះគឺជាពិភពលោកទាំងមូលដ៏អស្ចារ្យថ្ងៃមួយមានអណ្ដើកសមុទ្រមួយក្បាលបានដើរមកក្បែរមាត់អណ្ដូងកង្កែបអួតប្រាប់អណ្ដើកថាមើលចុះជីវិតខ្ញុំពិតជាអស្ចារ្យណាស់ពេលខ្ញុំចង់លោតក៏លោតលើមាត់អណ្ដូងពេលខ្ញុំចង់សម្រាកក៏ចុះទៅដេកក្នុងប្រហោងជញ្ជាំងអណ្ដូងគ្មានកន្លែងណាធំជាងនិងសប្បាយជាងអណ្ដូងនេះទេអណ្ដើកសមុទ្រគ្រាន់តែញញឹមហើយរៀបរាប់ពីសមុទ្រប្រាប់កង្កែបវិញថាសមុទ្រដែលខ្ញុំរស់នៅគឺធំធេងណាស់បើទោះជាមានគ្រោះរាំងស្ងួត10ឆ្នាំក៏ទឹកសមុទ្រមិនស្រកហើយបើមានទឹកជំនន់រាប់ឆ្នាំក៏ទឹកសមុទ្រមិនឡើងហូរហៀរដែរវាធំធេងរកទីបញ្ចប់គ្មានគ្រាន់តែឮបែបនេះកង្កែបស្រឡាំងកាច់និងមានអារម្មណ៍ខ្មាស់អៀនជាខ្លាំងវាទើបតែដឹងថាអណ្ដូងដែលវាធ្លាប់គិតថាធំជាងគេនោះគ្រាន់តែជាចំណុចតូចមួយបើធៀបនឹងពិភពលោកខាងក្រៅអត្ថន័យអប់រំនៃរឿងកុំធ្វើខ្លួនដូចកង្កែបក្នុងអណ្ដូងដែលមានមោទនភាពចំពោះចំណេះដឹងដ៏តិចតួចរបស់ខ្លួនពិភពលោកនេះធំធេងណាស់ចូលរៀនបើកចិត្តឲ្យទូលាយដើម្បីទទួលយកអ្វីដែលថ្មីជានិច្ច